ក្រសួងអប់រំបើកសិក្ខាសាលាកំណត់អត្ថភាពនិងគៀកោធនធានសម្រាប់ផែនការកីឡាអាស៊ានឆ្នាំ2026-2030 នៅព្រឹកថ្ងៃទី31ខែមិនិនាឆ្នាំ2026ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការកំណត់អត្ថភាពនិងគៀកោធនធានសម្រាប់ផែនការការងារអាស៊ានស្ដីពីកីឡាឆ្នាំ2026-2030នៅរាជធានីភ្នំពេញដែលមានការចូលរួមតំណាងរដ្ឋអំណាចកីឡានៃបណ្ដាប្រទេសអាស៊ាននិងតំណាងអគ្គលេខាធិការដ្ឋានអាស៊ានផងដែរថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើឯកឧត្តមបាទចម្រើនរដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសាភិចាហងជុនរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានសម្ដែងនៃការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានប្រតិភូបណ្ដាប្រទេសសមាជិកទាំងអស់ដែលចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះសម្រាប់ដំណើរការឆ្ពោះទៅកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននាចុងឆ្នាំ2026និងឆ្នាំ2027ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងនាមក្រសួងអប់រំជនកីឡានិងក្នុងនាមឯកឧត្តមបណ្ឌិតសាភិចាជនរណឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំជនកីឡាខ្ញុំបាទក្នុងនាមរដ្ឋលេខាធិការទូតបន្ទុកផ្សាយកីឡាបានចូលរួមខាសាលាសិក្ខាសាលាពិគ្រោះយោបល់ទៅលើផែនការកីឡារបស់អាស៊ាននៅឆ្នាំ2026និងឆ្នាំ2030ហើយដែលមានប្រទេសចូលរួមក៏ដូចជាមានប្រទេសមួយចំនួនដែលចូលរួមតាមអនឡាញអញ្ចឹងក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានទាំង11គឺមាន3ប្រទេសតាមអនឡាញនិងមាន8ប្រទេសដែលបានចូលរួមផ្ទាល់នៅទីនេះហើយជាពិសេសគឺតំណាងអគ្គលេខាធិការដ្ឋានរបស់អាស៊ានអញ្ចឹងដើម្បីឲ្យដំណើរការនៃកិច្ចប្រជុំក្នុងនាមជាម្ចាស់ផ្ទះបដូរវេនពីវៀតណាមមកដល់កម្ពុជានៅឆ្នាំ2026-27នេះយើងខិតខំប្រឹងប្រែងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសាភិចាហងជុនរណឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំជនកីឡាឲ្យយើងយកចិត្តទុកដាក់ក្នុងការរៀបចំនៅកិច្ចប្រជុំនេះឲ្យដំណើរការបានទៅរលូនហើយឲ្យមានខ្លឹមសារពិសេសសម្រាប់កម្ពុជារបស់យើងអញ្ចឹងកិច្ចប្រជុំអាស៊ានលើវិស័យកីឡានេះគឺផ្ដោតលើច្រើនណាស់ដោយឥឡូវនេះយើងមើលផែនការរបស់យើង7ចំណុចដែលវាមានតាំងពីការអភិវឌ្ឍធនធានមនុស្សមានការអភិវឌ្ឍនៅជំនាញការបង្កើតការសុខដុមនីយកម្មនៅក្នុងវិស័យកីឡាក្នុងអាស៊ានរបស់យើងក៏ដូចជាមានការធ្វើការជាមួយគ្នាទៅលើទាំងកីឡាដើម្បីសុខភាពទាំងកីឡាដើម្បីជំនាញកីឡាជំនាញគឺយើងបានផ្ដោតទៅលើវិទ្យាសាស្ត្រកីឡាផ្ដោតទៅលើការផ្លាស់ប្ដូរគ្នាបង្កើននៅគុណផលកីឡាកម្រិតខ្ពស់របស់យើងហ្នឹងហើយជាគំនិតផ្ដួចផ្ដើមចេញពីកម្ពុជាទៅគឺជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ានហ្នឹងរឿងការចែករំលែកនិងបទពិសោធន៍និងការផ្ទេរចំណេះដឹងជំនាញខាងផ្នែកកីឡាកម្រិតខ្ពស់ហ្នឹងកីឡាជំនាញហ្នឹងមកគ្នាទៅវិញទៅមកហើយជាពិសេសកម្ពុជារបស់យើងគឺជាពេលវេលាដែលយើងត្រូវការចំណុចទី2ដែលកម្ពុជានៅតែរក្សាប្រធានបទកីឡាដើម្បីសន្តិភាពកីឡាដើម្បីអភិវឌ្ឍនឹងការសន្តិភាពនេះគឺជាប្រធានបទដែលកម្ពុជាជំរុញទៀតឲ្យអាស៊ានយកចិត្តទុកដាក់ហើយឲ្យអាស៊ានដាក់អាទិភាពទៅលើប្រធានបទកីឡាដែលនាំមកនៅសេចក្តីសុខទៅនឹងសន្តិភាពនិងសុខដុមនីយកម្មនៅក្នុងតំបន់របស់យើងហើយយើងចង់បានទី3គឺការរៀបចំឲ្យមានជាការអនុវត្តផ្ទាល់វិស័យគេហៅកីឡាប្រពៃណីអត្តសញ្ញាណជាតិនិងកីឡាជាហ្គេមរបស់កីឡាប្រពៃណីរបស់ប្រទេសមួយនៅក្នុងអាស៊ានពួកក្នុងអាស៊ាននេះគឺប្រទេសទាំង11ប្រទេសហ្នឹងគឺថាមាន martial art គេមានក្បាច់គុណមានកីឡាប្រពៃណីចម្រុះច្រើនហើយមានប្រភពល្អច្រើនបាទដែលឃើញថានៅអាស៊ានរបស់យើងអាចនិយាយថាអាចផ្សព្វផ្សាយកីឡាដែលជាអត្តសញ្ញាណជាតិរបស់ប្រទេសមួយហ្នឹងកីឡាប្រពៃណីជាតិមួយហ្នឹងទៅលើសពីអាស៊ានបាន